បាទរបៀបឆាបន្លែងាយបាទអញ្ចឹងគឺយើងមានស្ពៃបូកគោយើងហាន់បែបនេះមកបាទហើយនឹងត្រសក់យើងកាត់វាដុំបែបនេះដើម្បីយើងអាចស្រួលចាប់ចង្កេះដែរបាទហើយនឹងមានពោតបារាំងយើងហាន់ជាចំណិតចឹងមកបាទហើយយើងមានសាច់ក្រកហើយនឹងពងបាទខ្ញុំដាក់ពង2បាទនេះសាច់ក្រកគឺយើងហាន់ជាបន្ទះស្ដើងបែបនេះបាទហើយយើងមានសាច់ជ្រូក3ជាន់ខ្ទឹមសហើយនឹងដើមខ្ទឹមបាទអញ្ចឹងគឺយើងហាន់បែបនេះមកសាច់ជ្រូក3ជាន់បាទហើយយើងធ្វើការដាក់ខ្លាញ់ហើយនឹងខ្ទឹមសបំពងវាឲ្យឈ្ងុយបន្ទាប់មកគឺយើងធ្វើការដាក់សាច់ក្រកហើយនឹងសាច់ជ្រូក3ជាន់យើងដាក់លេចូលគ្នាយ៉ាងមកបាទហើយយើងធ្វើការដាក់គ្រឿងវាទៅតាមចំណង់ចំណូលចិត្តរបស់យើងបាទនេះដល់ពេលដែលខ្ញុំដាក់ឆានេះគឺឈ្ងុយខ្លាំងមែនទែនបងប្អូនគឺសាច់ក្រកជាមួយនឹងសាច់ជ្រូក3ជាន់នេះគឺថាគេតែម្ដងអញ្ចឹងយើងដាក់អំបិលដាក់ស្ករដាក់ម្សៅស៊ុបចឹងមកអញ្ចឹងទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនពួកមនុស្សម្នាក់អាចរសជាតិអាចផ្សេងគ្នាអញ្ចឹងខ្ញុំអត់អាចក្រិតឬក៏ថាដាក់តើតែប្រមាណសព្រាឬប្រមាណពេលនោះទេណាពោះចំណង់ចំណូលចិត្តរបស់មនុស្សខុសគ្នាបាទអ្នកខ្លះទៅចូលចិត្តប្រៃទៅអ្នកខ្លះចូលចិត្តរឿងសាបអ្នកខ្លះចូលចិត្តរឿងផ្អែមហ្នឹងទៅអ្នកខ្លះក៏ចូលចិត្តរសជាតិឡំអញ្ចឹងគឺរសជាតិគឺអត់ដូចគ្នាទេណាអញ្ចឹងគឺខុសគ្នាបាទប៉ុន្តែគាត់ថានេះគឺខ្ញុំប្រាប់នេះគឺរបៀបដែលយើងធ្វើហើយលំដាប់លំដោយដែលយើងដាក់ចូលបាទនៅពេលដែលយើងដាក់ចូលបែបនេះមកគឺឈ្ងុយបងប្អូនហើយចាប់ផ្ដើមចេញជាតិតែម្ដងបាទហើយមកយើងដាក់ថែមគ្រឿងតិចតួចចឹងមកបាទហើយយើងច្បល់វាកូរយ៉ាងមកដើម្បីកុំឲ្យវាខ្លោចបាទណាដើម្បីឲ្យសាច់ហើយនឹងសាច់ក្រកនេះគឺចូលជាតិគ្នាបានល្អបាទហើយបន្ទាប់មកគឺយើងដាក់ស្ពៃបូកគោមុនគេដោយសារតែយើងចង់ឲ្យស្ពៃបូកគោឆ្អិនល្អអញ្ចឹងគឺយើងដាក់មុនគេបាទព្រោះត្រសក់យើងមិនបាច់ដាក់ឲ្យឆ្អិនជ្រុលក៏បានដែរព្រោះត្រសក់ឆ្អិនជ្រុលអត់ឆ្ងាញ់ទេហើយជាមួយនឹងពោតបារាំងក៏អញ្ចឹងដែរបាទអញ្ចឹងពោតបារាំងហើយនឹងត្រសក់យើងអាចដាក់ដំណើរគ្នាជាមួយនឹងកោះពងទាបាទពេលដែលយើងដាក់បែបនេះមកលាយជាមួយនឹងពងទាមកគឺឈ្ងុយហើយឆ្ងាញ់មែនទែនបងប្អូនបាទហើយសម្រាប់ខ្ញុំបើខ្ញុំដាក់តាពងទាហ្នឹងក៏ឆ្ងាញ់ដែរសម្រាប់ឆាបន្លែបែបនេះបាទប៉ុន្តែគាត់ថានៅពេលដែលខ្ញុំដាក់ចូលជាមួយនឹងសាច់ក្រកអូគឺជាតិតែម្ដងបងប្អូនគឺឆ្ងាញ់ណាស់បាទអញ្ចឹងនៅពេលដែលយើងដាក់បែបនេះមកយើងកូរទុកមួយសន្ទុះមកហើយវានឹងឆ្អិនតែម្ដងបាទហើយបងប្អូនអាចដាក់ម្នាស់ទៀតក៏បានដែរដាក់ម្នាស់ដាក់ដើមខាត់ណាយទៀតក៏បានដែរអានេះបើយើងលាយកាន់តែច្រើនកាន់តែល្អបាទហើយនេះយើងដាក់ទឹកចូលបន្តិចមកបាទដើម្បីឲ្យគ្រឿងវារលាយចូលគ្នាល្អបាទដល់ឥឡូវនេះគឺថាយើងដល់ចុងបញ្ចប់ហើយបាទអរគុណសម្រាប់ការទស្សនាហើយជួយ like និងឲ្យបេះដូងផងដែរបាទហើយនឹងជួយ follow ផងដែរបាទនេះសូមអរគុណ